ជំរាបសួរលោកគ្រូខ្ញុំបាទហេងសុកមីមកពី SU30 ថ្ងៃនេះខ្ញុំចង់មកប្រាប់អំពីរបៀប install ទៅលើUbuntu server ដែលជាដំបូងយើងត្រូវបង្កើតទៅលើយើងត្រូវមានទៅលើ VisualBox សិនដែល VisualBox យើងត្រូវទៅលើ Oracle VisualBox ហើយយើងចុច download វាមក Windows ហោះដែលខ្ញុំ download វាហើយខ្ញុំចាំ install វាហ្មងទៅនេះខ្ញុំ install វាហើយចឹងយើង install វាទៅនៅពេលដែលយើង install VisualBox ហើយយើងត្រូវការទៅឡើងយើងត្រូវការ install ទៅលើ download ទៅលើ Ubuntu server មួយទៀតដែលយើង download ទៅលើ Ubuntu server សិនដើម្បីយកមកទៅឡើងហើយយើងទៅឡើងយើងคลิกកន្លែង server បើវាមក desktop យើងคลิกកន្លែង server ហើយ Ubuntu version 24.4 ដែលវាប្រភេទជា stable version បន្តមកទៀតយើងវាមាន system require របៀប install អញ្ចឹងទៅហើយវាមាន version ខុសៗគ្នាដែរវាមាន24អានេះ25 22អីចឹងទៅវាមានតាម version វាដែលខ្ញុំក៏បាន download ហើយដែរចំពោះហ្នឹងនេះUbuntu server 24.4 ខ្ញុំ install ហើយបើអ្នកគេចង់ download យើងគ្រាន់តែចុច download ហ្នឹងមកហើយចាំវា download ចប់បាន image ដូចគ្នាទេឥឡូវខ្ញុំមកតឡើងនៅក្នុង VisualBox ហ្មងទៅយើងចុច new យើងដាក់ VM មកដំបូងយើងត្រូវមកតឡើងយើងត្រូវមកដាក់ VM ឈ្មោះរបស់យើងសិនដែលយើងដាក់វា Ubuntu server ទៅហើយចំពោះ VM folder យើងមកចង់ទុកនៅហ្នឹងទេខ្ញុំចង់ដូរកន្លែងដែលខ្ញុំមកចង់ទុកឲ្យវានៅក្នុងត្រៃ C ពេកខ្ញុំទុកវានៅក្នុងនេះទៅហើយចំពោះ image ដែលយើង download ហើយមិញហ្នឹងយើងទៅ select រកវានេះហើយឲ្យយើងចុច next ទៅចំពោះកន្លែងនេះខ្ញុំដូរឈ្មោះដាក់ឈ្មោះខ្ញុំមកសុកមេង password ហើយបន្តមកយើងចុច next ទៅកន្លែងនេះយើងដល់ config ទៅលើដូចជា core ហើយនឹង
CPU របស់យើងដែលយើងយក4 core ទៅហើយយើងដូរយក 50G ទៅ RAM 4 RAM 4 CPU ចុច next មកហើយនេះយើងចាំវាបន្តិចទៀតម៉ាស៊ីននឹងវាដំណើរការខ្លួនឯងឥឡូវនេះវាកំពុងដំណើរការពេលវា run command វាចប់ហើយយើងទៅវាឲ្យយើងចុះដល់ Ubuntu server login ណាចាំបាច់ឈ្មោះ server របស់យើងមិញហ្នឹងមកដែលយើងបង្កើតពីដំបូងគេមិញហ្នឹងឆុក main ចឹងមកហើយ password គឺវាអត់សូទេដោយសារវា secure អាហ្នឹងចង់ហ្មងយើងវាយទៅយើងចាំតែ password ហើយយើងវាយទៅហើយវាចូលវានឹង connect ចូលដល់ហ្នឹងហើយយើងចង់ដឹងថា user ដែលយើងកំពុងប្រើទៅលើ Ubuntu server ហ្នឹងមួយណាយើងប្រើ command who mi មកហើយនឹងវាដាក់ឈ្មោះយើងនេះហើយយើងចង់ដឹងថាយើងធ្វើនៅ directory មួយណាយើងទៅសេះ command pwd ដូចជា process working directory ដាក់ home ហើយយើងចង់ដឹងថានៅក្នុង Ubuntu server ហ្នឹងមានអីខ្លះដាក់ ls ដូចជាដកឲ្យយើងដូចជាប្រើទៅលើ command ls ដក l បើសិនជាយើងមាននេះវានឹងមាននឹងសូនៅកន្លែង total ហ្នឹងហើយតែបើអត់មានទេ0ហើយយើងតម្លើងបាននេះគឺជាការតម្លើង Ubuntu server នៅលើ Oracle VirtualBox ហើយយើងបានតម្លើងដល់ជោគជ័យហើយខ្ញុំសូមអរគុណលោកគ្រូសូមជម្រាបលា